សួរស្ដីអ្នកទាំងគ្នាថ្ងៃនេះគឺខ្ញុំមកប្រាប់អ្នកទាំងគ្នាពីរបៀបយកដៃគោគូចេញថ្មីដែលមានឈ្មោះថា Spirit Warrior នៅក្នុង game Solo Piece ឥឡូវនេះកុំឲ្យខាត់ពេលយូរគឺយើងចូលមកកាន់វីដេអូយើងហ្មងទៅអូខេកុំឲ្យខាត់ពេលយូរឥឡូវនេះគឺយើងចូលមកកាន់វីដេអូយើងហ្មងទៅអ្នកទាំងគ្នាជាដំបូងអ្នកទាំងគ្នាត្រូវមក Phase 2 មកហើយទៅកន្លែង Teleport អ្នកទាំងគ្នា Teleport ទៅកាន់កោះមួយដែលមានឈ្មោះថា Blue Planet ហើយខ្ញុំ phone មកជា Fry ខ្ញុំយើងកន្លែងនេះខ្លាំងមែនតែថាខ្ញុំ record ចំពេលដែលកុំព្យូទ័រខ្ញុំពងតែក្តៅខ្លាំងអញ្ចឹងទៅវារៀងព្រិលមកទេពេលចេញវីដេអូមកតែខ្ញុំលេង smooth ធម្មតាឥឡូវនេះគឺយើងធ្វើការមកយក quest ពី NPC ដែលមានរូបរាងដូច Goku នឹងហើយអ្នកទាំងគ្នាសម្រាប់ quest ទី1គឺគេយើងប្រើ Spirit Stone អ្នកទាំងគ្នាSpirit Stone ហ្នឹងគឺដើម្បីបានវាគឺអ្នកទាំងគ្នាត្រូវវាយ NPC នៅលើកោះ Blue Planet ហ្នឹងណាកន្លែង farm level ហ្នឹងអ្នកទាំងគ្នាតែមកអ្នកទាំងគ្នានឹងបាន Spirit Stone ហ្នឹងហើយអ្នកទាំងគ្នាគ្រាន់តែចុចប្រើវាមកចុច yes ហ្នឹងឲ្យបាន3ដងមកអ្នកទាំងគ្នាហើយឥឡូវនេះគឺយើងចូលមកកាន់ quest ទី2យើងម្ដងសម្រាប់ quest ទី2គឺអ្នកទាំងគ្នាត្រូវ reroll Bloodline Stone ឲ្យបានBloodline មួយដែលមានឈ្មោះថាEmpyrean Bloodline អ្នកទាំងគ្នា sorry ផងបើខ្ញុំអានខុសអ្នកទាំងគ្នាចូល fitting បើកដូចខ្ញុំមកអ្នកទាំងគ្នានេះបិទskip Empyrean Bloodline ហ្នឹងទៅអ្នកទាំងគ្នាតមកអ្នកទាំងគ្នាធ្វើការ AFK random មកដល់ថា Bloodline ហ្នឹងវារៀងកម្រដែរអញ្ចឹងពិបាក random មកគឺខ្ញុំ random អស់ចូល 3-4k ដែរហ្នឹងឥឡូវនេះគឺខ្ញុំធ្វើការកាត់ចោលហ្មងទៅដល់ថាកន្លែងហ្នឹងអត់សំខាន់ទេដល់ថាខ្ញុំ reroll បានហើយអ្នកទាំងគ្នាសម្រាប់ quest ទី3ម្ដងគឺគេឲ្យយើងត្រូវវាយឲ្យបាន15 boss នៅក្នុងកោះទី2ហ្នឹងអ្នកទាំងគ្នាដែលមានដូចជា Garo ហើយនឹង Sun God ដែលជា Yorichi ហ្នឹងអ្នកទាំងគ្នាគាត់តែវាយវាដូចនៅក្នុងវីដេអូរបស់ខ្ញុំមកនេះគឺខ្ញុំវាយហើយឃើញគឺវាឡើងហើយឥឡូវនេះគឺខ្ញុំវាយបាន14ដងហើយគឺខ្ញុំខ្វះម្ដងទៀតគឺបាក់គ្រប់15ហើយអ្នកទាំងគ្នាឥឡូវនេះខ្ញុំធ្វើការដាក់ config ឲ្យគ្នាយើងមើលអញ្ចឹងកុំឲ្យវាយូរឥឡូវនេះគឺយើងធ្វើការធ្វើឲ្យចូលមកកាន់ quest ទី4ម្ដងអ្នកទាំងគ្នាសម្រាប់ quest ទី4គឺគេតម្រូវឲ្យយើងត្រូវទៅកោះ Punch Island ទៅ raid នៅក្នុងCrystal Defense អ្នកទាំងគ្នាហើយខ្ញុំមកជា Fry គ្នាយើងខ្លាំងមែនតើវីដេអូនេះរឿងប្រើខ្ញុំអត់យល់ដែរពេលខ្ញុំលេងកើតអីទេតែនៅពេលដែល record មើលជាវីដេអូហើយប្រើខ្លាំងមែនតើខ្ញុំអត់យល់ទេអ្នកទាំងគ្នាតែអ្នកទាំងគ្នាកុំខ្វល់អីសំខាន់ណាស់អ្នកទាំងគ្នានឹងយល់អីចូលមកកាន់វីដេអូយើងវិញសម្រាប់quest យើងគឺអ្នកទាំងគ្នាត្រូវវាយក្នុង Crystal Defense ហ្នឹងឲ្យបាន75ដងឡើងអ្នកទាំងគ្នាអីច្រឡំមិន75ដងហើយគឺកន្លែង value វាហ្នឹងគឺយើងត្រូវវាយឲ្យឈ្នះដល់ level 75អ្នកទាំងគ្នាវាយដល់ level 75ឲ្យបាន4ដងពេលបានlevel 75ហើយអ្នកទាំងគ្នាចេញពី game មកឲ្យចូលវិញហើយ raid ឲ្យបាន75ឲ្យបាន4ដងនៅក្នុងហ្នឹងអ្នកទាំងគ្នាហើយខ្ញុំក៏ប្រាប់អ្នកទាំងគ្នាពីរបៀប AFK ដែរសម្រាប់ការ AFK អ្នកទាំងគ្នាគ្រាន់តែបិទ fitting ហ្នឹងគឺបិទទាំងអស់មកអ្នកទាំងគ្នាដើម្បីកុំព្យូទ័រយើង smooth ហើយកុំឲ្យវាឆាប់ក្តៅអញ្ចឹងឬក៏ទូរស័ព្ទក៏បានដែរហើយយើងចូលកន្លែង Roblox នោះមកតែមកយើងបិទ graphic ចោលទាំងអស់ទៅអ្នកទាំងគ្នាហើយយើងធ្វើការ AFK ចោលទៅសម្រាប់នេះគឺខ្ញុំ AFK ចោលមួយយប់ហើយអ្នកទាំងគ្នាហើយខ្ញុំ recommend ដាវឲ្យអ្នកទាំងគ្នាគួរតែប្រើ Ice Queen ឬក៏ដៃគួរតែប្រើ Cosmic Being របស់ Garo ទៅអ្នកទាំងគ្នាដើម្បីទីទៅពីរហ្នឹងគឺវា full AFK ខ្លាំងមែនតើខ្ញុំ recommend ឲ្យគ្នាយើងបើអ្នកទាំងគ្នាមានដាវណា full AFK ជាងហ្នឹងអ្នកទាំងគ្នាប្រើទៅអូខេចូលមកកាន់ quest ទី5គឺគេតម្រូវយើងសម្រាប់ Phoebe ឲ្យបាន10ក្បាលដោយប្រើដៃអ្នកទាំងគ្នាប្រើដៃ shot កុំប្រើដាវអ្នកទាំងគ្នាបើប្រើដាវពេលវាយហើយគឺអត់ឡើងទេអ្នកទាំងគ្នាឥឡូវនេះគឺខ្ញុំសូមប្រាប់អ្នកទាំងគ្នាមកទៅសម្រាប់ការ AFK Phoebe យកវាយ Phoebe ឲ្យបាន fun លៀនហ្នឹងគឺអ្នកទាំងគ្នាត្រូវការ50 bounty ដើម្បីវាឆាប់ fun អ្នកទាំងគ្នាបើមានគ្នា50 bounty ពីរនាក់ទៀតមក platform មួយអ្នកទាំងគ្នាហើយបើអ្នកទាំងគ្នាដឹងថាធ្វើ farm bounty ណាទេអ្នកទាំងគ្នាក៏អាចinbox មកខ្ញុំដែរគឺខ្ញុំលក់ 10M bounty តាម1ឡាទេអ្នកទាំងគ្នាហើយកន្លែងនេះគឺខ្ញុំប្រើដៃ Cosmic Being ដោយប្រើ skill V ហើយគឺខ្ញុំAFK ចោលមកយប់ទៅដល់ពេលស្អែកឡើងគឺហើយតែម្ដងអ្នកទាំងគ្នាឥឡូវនេះគឺយើងចូលមកកាន់ quest ទី6ម្ដងដែលជា quest ចុងក្រោយរបស់យើងហ្នឹងឥឡូវនេះ
គេធ្វើការធ្វើ report ទៅកាន់ក៏ Blue Planet ម្ដងទៀតមកដើម្បីទៅសម្រាប់ Goku ដែលជា Spirit Warrior Boss ហ្នឹងអ្នកនរគ្នាគឺគេតម្រូវយើងសម្រាប់50ដងដោយប្រើដៃសុទ្ធអ្នកនរគ្នាកុំប្រើដាវអ្នកនរគ្នាត្រូវប្រើតែដៃទេសម្រាប់ការសម្រាប់ហ្នឹងអ្នកនរគ្នាត្រូវការ Spirit Key អ្នកនរគ្នាបើអ្នកនរគ្នាមានទេអ្នកនរគ្នាអាចឆែក website របស់ Shu Yong Six Shop បានគឺខ្ញុំក៏មានលក់ Spirit Key ហ្នឹងដែរឥឡូវនេះគឺតទៅពីយើងធ្វើ quest ហើយអស់ហើយគឺយើងធ្វើការទៅ showcase ដៃរបស់យើងទាំងអស់គ្នាអ្នកនរគ្នាឥឡូវនេះយើងធ្វើការនឹងដាក់វីដេអូ showcase ឲ្យគ្នាមើលចឹងអូខេវីដេអូយើងក៏មានតែប៉ុណ្្នឹងទេបើអ្នកនរគ្នាត្រូវការ item fellow piece ក៏ដូចជា sweet fellow piece ក៏ដូចជា game pass fellow piece គឺនៅនេះមានអ្នកនរគ្នាដោយប្រដើមអ្នកនេះគាត់ទិញដាវ Kirito អញ្ចឹងគឺខ្ញុំមាន Robux សម្រាប់ការ gift game pass ឲ្យគ្នាយើងដែរបើអ្នកនរគ្នាមានតម្រូវការអ្នកនរគ្នាកុំភ្លេចឆែក website របស់ Shu Yong Six Shop ឬក៏អ្នកនរគ្នាអាចជួយ join channel Telegram របស់ខ្ញុំផងគឺខ្ញុំមានការ giveaway ជារៀងរាល់ទឹកអញ្ចឹងអូខេគ្នាយើងវីដេអូយើងក៏មានតែប៉ុណ្្នឹងទេបាយបាយមក